បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដោយពុកម៉ែបងប្អូនបានឃើញហើយនៅខាងមុខខ្ញុំនេះបាទគឺដើមកន្ទ្រាំងខេតបាទពុកម៉ែបងប្អូនបាទអញ្ចឹងចំការដែលមានដុះនៅដើមកន្ទ្រាំងខេតច្រើនពេញជាការបាទពុកម៉ែបងប្អូនចាត់ទុកថាដីនោះដូចជាដីមាសអញ្ចឹងបាទពុកម៉ែបងប្អូនមូលហេតុអីបានខ្ញុំថាដីដែលដុះដើមកន្ទ្រាំងខេតបែបនេះចាត់ទុកថាជាដីមាសបាទគឺកន្ទ្រាំងខេតនេះបាទពុកម៉ែបងប្អូនគឺជាដើមមួយយ៉ាងដែលមានជីដែលមានសារធាតុជាតិជីច្រើនមែនទែនបាទធ្វើឲ្យដីផុសល្អបាទហើយនឹងជាថ្នាំបាទបង្ក្រាបនៅសត្វល្អិតផ្សេងចាំងមានប្រសិទ្ធភាពបាទពុកម៉ែបងប្អូនបាទហើយបើក្នុងចំការរបស់យើងមានប្រភេទដើមបែបនេះបាទពុកម៉ែបងប្អូនយើងគុំបាញ់ថ្នាំចោលបាទយើងទុកឲ្យវាដុះខ្ពស់បែបនេះត្រឹមចង្កេះឬក៏វាមានស្លឹកមានអីច្រើនយើងអាចកាត់បាទយើងកាត់ដើម្បីឲ្យវាដុះមកមួយសាទៀតបាទនៅពេលដែលដើមកន្ទ្រាំងខេតនឹងយើងកាត់ទៅវាលួយកើតជីគឺថាល្អមែនទែនបាទពុកម៉ែបងប្អូនសម្រាប់ដំណាំឲ្យវាជួយដីរបស់យើងឲ្យផុសល្អបាទសត្វល្អិតឬក៏រោគផ្សេងគឺវាចាញ់ជាមួយនឹងដើមកន្ទ្រាំងខេតហ្នឹងបាទពុកម៉ែបងប្អូនបាទដូចស្វាយនេះពុកម៉ែបងប្អូនគឺថាមួយឆ្នាំអត់ដែលដាក់ជីទេបាទហើយតែមហាត់និយាយថាបានច្រើនតូនមែនតែនបាទហើយពូជនេះគឺជាពូជបាទពុកម៉ែបងប្អូនបាទអត់ដែលប្រើជីទេពុកម៉ែបងប្អូនបាទដល់ខែកាត់គឺយើងកាត់តែពីសាគឺថាស្អាតហើយអត់ធ្វើហត់ទេពុកម៉ែបងប្អូនបាទហើយដល់ខែនេះគឺយើងអត់តន់ធ្វើវាទេគឺទុកឲ្យដើមកន្ទ្រាំងខេតព្រោះនៅក្នុងនេះគឺថាដើមកន្ទ្រាំងខេតគឺ70%ហើយដុះនៅក្នុងចការនេះបាទពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនអាចស្រាវជ្រាវទៅតាម YouTube ឬក៏បណ្ដាញសង្គមផ្សេងដែលគេយកដើមកន្ទ្រាំងខេតហ្នឹងទៅផលិតជាថ្នាំសម្រាប់បាញ់សត្វល្អិតបាទហើយសម្រាប់ចាស់បុរាណយើងពីមុននៅពេលដែលពួកគាត់ឃើញស្រូវនៅក្នុងស្រែក្រហមបាទគឺគាត់ចាប់ផ្ដើមកាច់ដើមកន្ទ្រាំងខេតហ្នឹងយកទៅដោតតាមកន្លែងសន្ទុងដែលវាមានលក្ខណៈក្រហមហៅថាក្រាស៊ីយើងហៅថាក្រាស៊ីបាទដោតទៅលើនោះទៅ2-3ថ្ងៃគឺថាសន្ទុងនោះឡើងលូតល្អឡើងវិញបាទពុកម៉ែបងប្អូនបាទគឺលូតល្អឡើងវិញបាទហើយវាជួយព្យាបាលបើថាស្លឹកកន្ទ្រាំងខេតនេះគឺវាពោពេញទៅដោយសារធាតុជីមែនទែនបាទពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនបើនៅក្នុងដីចំការមានដើមកន្ទ្រាំងខេតដូចមានមាសម្ដុំអញ្ចឹងបាទពុកម៉ែបងប្អូនបាទគឺវាជួយដីឲ្យផុសផុលបានល្អដំណាំលូតលាស់ផ្លែផ្កាបាទឆ្នាំ2-3 តូនអីមិនធម្មតាទេពុកម៉ែបងប្អូនមហាត់បាទហើយបើយើងដាក់ជីដីអត់ល្អដីនិយាយថាប្រភេទដីដុះពពួកអាស្មៅក្រាស់បាទពុកម៉ែបងប្អូនគឺអត់សូវផ្លែប្រហែលទេពុកម៉ែបងប្អូនមហាត់អាចបាន1 តូន កន្លះអីហ្នឹងបាទតែសម្រាប់ដីនេះគឺថាគាត់អត់ដែលប្រើជីទាំងជីបាញ់ទាំងដាក់ជីអត់ដែលទេពុកម៉ែបងប្អូនបាទគឺថាល្អមែនទែនសម្រាប់ដើមកន្ទ្រាំងខេតនេះបាទហើយអត្ថប្រយោជន៍របស់វាច្រើនបាទអញ្ចឹងពុកម៉ែបងប្អូនអាចស្រាវជ្រាវបន្ថែមបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ